ប្រេងឡើងថ្លៃប៉ះពាល់ច្រើនមែនទែនបងប្អូនអ្នកស្រែក៏ប៉ះពាល់ដែរប្រេងឡើងថ្លៃសិនច្រូតក៏ឡើងអត្រាជួររស់ក៏ឡើងថ្លៃជីក៏ឡើងតាមនឹងទៀតឥឡូវនេះមានអីទៀតកសិករដូចជាឲ្យតាប្រេងឡើងថ្លៃគឺប៉ះពាល់ច្រើនមែនទែនហើយក្នុងនាមខ្ញុំជាអ្នកស្រែម្រូបដែរខ្ញុំពិតជាបារម្ភមែនទែនសម្រាប់ការឡើងថ្លៃប្រេងនេះខ្ញុំស្រូវខ្ញុំមិនតាន់ដល់វគ្គច្រូតទេប៉ុន្តែគាត់ថាបារម្ភដល់ពេលវគ្គច្រូតមែនទែនវគ្គច្រូតអាចម៉ាស៊ីនច្រូតនឹងឡើងថ្លៃធម្មតាតម្លៃត្រឹមតែ27 28 29ទេ29ម៉ឺនតែខ្ញុំអារម្មណ៍ថាបើសិនជាប្រេងនៅតែឡើងថ្លៃបែបនេះវាអាចនឹងម៉ាស៊ីនច្រូតវានឹងអាចឡើងថ្លៃដល់30ជាងហើយការឡើងថ្លៃប្រេងប៉ះពាល់ច្រើនអីវ៉ាន់លក់ដូរក៏ឡើងថ្លៃខ្ញុំក៏មានប្រពន្ធជាអ្នកលក់អីវ៉ាន់ចាប់គួយដែរហើយស្អីក៏ឡើងថ្លៃតាមប្រេងទាំងអស់ដូចជាពិបាកបងប្អូនគិតសពទៅជីវិតអ្នកស្រែរំពឹងទៅលើការធ្វើស្រែហើយអ្នករស់ស៊ីនៅលក់ចាប់គួយក៏រំពឹងទៅលើការលក់ដូរទៅពេលឡើងអញ្ចឹងហើយយើងការលក់ដូរចំណេញកាក់សេនដល់ពេលឡើងអញ្ចឹងលក់ក៏ពិបាកលក់ពិបាកមែនតើបងប្អូនពេលអញ្ចឹងសពទៅរស់ស៊ីស្មៃនេះពិបាកមែនតើបើសិនជាប្រេងនៅតម្លៃថេរធម្មតាយើងអាចនៅរំពឹងបានចំណេញកាក់សេនសម្រាប់ចិញ្ចឹមជីវិតដែរប៉ុន្តែពេលប្រេងក៏ឡើងថ្លៃហើយអីវ៉ាន់ក៏ឡើងតាមប្រេងជីថ្នាំកសិកម្មក៏ឡើងតាមនឹងទៅទៀតមានតែប៉ុណ្្នឹងឯងបងប្អូនអារម្មណ៍